សូមគោរពអញ្ជើញវត្តមានលោកសាស្ត្រាចារ្យលឹមតារាអញ្ជើញឡើងមកថ្លែងសន្ទរកថាបើកម្មវិធីសូមគោរពអញ្ជើញ ជាបឋមខ្ញុំសូមសម្ដែងនៅការកោតសរសើរនិងការវិតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃសមាគមសន្តិសាស្ត្រប្រព័ន្ធប្រាសាទកម្ពុជាដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍសមាគមជាបន្តបន្ទាប់ចាប់តាំងពីការកកំណើតនៅឆ្នាំ2007រហូតមកដល់បច្ចុប្បន្ននេះសមាគមបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ការអប់រំការបណ្ដុះបណ្ដាលការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រការផ្ទេរនៅបច្ចេកវិទ្យានិងការពង្រឹងនៅកិច្ចសហប្រតិបត្តិការជាមួយសមាគមស្ថាប័នជាតិនិងអន្តរជាតិដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិស័យវះកាត់ប្រព័ន្ធប្រាសាទនិងឆ្អឹងកងខ្នងនៅកម្ពុជា